cái dân lăng lơ thầm nâng pre đi chơi cần lại thầm mấy bị xé sầm rạp đã cho chật đào prey làng phnom cho chật xoay cái rọc ấy để thầm mấy cứ non cái chọ kho bùm non té tây sập hiệp có sát lấy đằng tầm miên cục đua chiết play chơi prey có sầm bố chỉ bị xé cứ đam chơi om tam play sát khăng mền tên này tận ngon cái nè videoนี้ខ្ញុំជួបរឿងច្រើនមែនតើក្នុងដំណើរកំសាន្តមួយនេះចង់ដឹងថាផ្លូវដែលខ្ញុំទៅហ្នឹងពិបាកមិនខ្លះមានចម្ងាយប្រហែលគីឡូធ្វើដំណើរបែបម៉េចសូមមើលវីដេអូនេះតាំងពីដើមដល់ចប់អ្នកទាំងអស់គ្នានឹងបានព័ត៌មានលម្អិតទាំងអស់នេះជួយរៀបចំជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតរបស់ខ្ញុំនូទីឥឡូវនេះខ្ញុំនៅ Sound Stay កំពុងតែរៀបចំឡើងភ្នំខ្នងកញ្ចក់ហើយបើអ្នកទាំងអស់គ្នាចង់ឡើងអាចតាក់ទងបង Sound Stay យ៉ាអញ្ចឹងចាំមើលទេសភាពនៅក្នុងកញ្ចក់ស្អាតប៉ុណ្ណាអាចទស្សនាវីដេអូនេះតាំងពីដើមដល់ចប់បានដោយសារតែកន្លែងដែលខ្ញុំទៅគឺជាកន្លែងថ្មីដែលបងប្រុសនៅខាង Sound Stay ហើយនឹងសហគមន៍គាត់បានរកឃើញអញ្ចឹងអ្នកទាំងអស់គ្នាបើចង់ទៅអាចតាក់ទងគាត់តាមលេខទូរស័ព្ទខាងលើនេះឥឡូវនេះយើងធ្វើដំណើរដោយដើរថ្មើរជើងបន្តទៅជើងភ្នំដោយសារឡានមិនគាត់មកដល់តាមស្ពានឈើហ្នឹងអាចឆ្លងបានទេដើរបានប្រហែល200 ម៉ែត្រគឺមានបងប្រុសគាត់ជួយយកលំមកមកជួយយកយើងទៅជើងភ្នំរៀងសំណាងដែរដោយសារមានលំមកគាត់ជីកាត់គាត់ជួយដឹកអវ៉ាន់ទៅជើងភ្នំបន្តឲ្យធ្វើឲ្យពួកខ្ញុំនេះដើរស្រាខ្លួនទៅដល់ជើងភ្នំពីកន្លែងដែលយើងចោះឡានហើយនឹងមកដល់កន្លែងដែលត្រូវឡើងភ្នំជើងភ្នំគឺ1គីឡូកន្លះហើយនៅគោលដៅរបស់យើងអពយនោះទៅលើនោះអូខេហើយចង់ដឹងប្រហែលគីឡូអាចចាំមើលតិចទៀតទៅហ្នឹងហើយឥឡូវយើងអវ៉ាន់ឡើងទៅបន្តទៀតសម្រាប់ផ្លូវដើរពិបាកទៅតាមខែដូចជាខែនេះមិនសូវពិបាកខ្លាំងហ្មងទេរៀងបែកផុកបែកម៉ាំមានកលុកខ្លះជ្រៅខ្លះរាក់ខ្លះប៉ុន្តែបើខែវស្សាខ្ញុំជឿថាពិបាកខ្លាំងជាងនេះ2ដងអីហ៎សម្រាប់ទីតាំងក្នុងកញ្ចក់ដែលខ្ញុំទៅគឺស្ថិតនៅខេត្តពោធិ៍សាត់ស្រុកវាវែងឃុំអូសោមនៅហ្នឹងក៏មិនពីមុនហៅភ្នំខ្នងកញ្ចក់ដែលមានរឿងរ៉ាវច្រើនមែនតើបើចង់ស្ដាប់អ្នកទាំងអស់គ្នាអាចស្ដាប់បន្តិចទៀតខ្ញុំនឹងប្រាប់ក្នុងកញ្ចក់នេះតែខាត់យើងត្រូវតែយកកាយដោយសារតែផ្លូវគឺមានផ្លូវបត់បែនច្រើនជាអ្នកទាំងអស់គ្នាឃើញនេះគឺមានផ្លូវឡើងទៅទៀតប៉ុន្តែពួកយើងត្រូវចូលតាមផ្លូវព្រៃនេះទៅវិញទេណាបើតាមពូផ្លុំដែលជាកាយគាត់បានប្រាប់ពួកខ្ញុំថាពីមុននៅហ្នឹងមិនមែនឈ្មោះភ្នំខ្នងកញ្ចក់ទេគឺមានឈ្មោះថាភ្នំកៅឧត្តមដែលជាកន្លែងទុករតនសម្បត្តិអ្នកទាំងអស់គ្នាប៉ុន្តែពីបុរាណមកគឺខ្មែរយើងឆ្លាតគាត់ដឹងគាត់ដូរឈ្មោះហ្នឹងទៅជាភ្នំខ្នងកញ្ចក់វិញព្រោះអត់ចង់ឲ្យសៀមដឹងថានៅហ្នឹងមានលក្ខរតនសម្បត្តិខ្លាចពួកហ្នឹងមកយកពួកនេះអាក្រក់តាំងពីបុរាណមកដល់ឥឡូវហ្មងហើយខ្ញុំក៏សូមបញ្ជាក់ដែរទាំងអស់នេះគឺជាការរៀបរាប់របស់ពូផ្លុំដែលជាចាស់ទុំនៅតំបន់ហ្នឹងទេខ្លាំងសកូពេលថ្ងៃយើងមាន3មុខយើងមានសាច់ក្រកសាច់ជ្រូកចៀនហើយនិងពងទាចៀនគ្រឿងតាមផ្លូវហ្នឹងគឺមានដើមមានផ្លែប៉ប៉ុនច្រើនមែនតើអ្នកនរគ្នាប៉ប៉ុនទៀបហើយបេះមួយអ្នកនរគ្នាមើលត្រង់ឡើងបែបអូល្អមែនតើអ្នកនរគ្នាចឹងអ្នកចូលចិត្តជូរអែមគឺត្រូវប៉ប៉ុនហ្នឹងគឺជូរអែមមាន5ទេគឺឆ្ងាញ់ខ្លាំងមែនតើខ្ញុំសង្កេតឃើញថានៅហ្នឹងសម្បូរផ្លែឈើព្រៃច្រើនមែនតើមានផ្លែប៉ប៉ុនផ្លែកណ្ដាប់ចអេនិងផ្លែឈើព្រៃផ្សេងទៀតផងដែរអែមជូរអែមចាខាងហើយហូបបានដល់សបកហ្មងហូបបានដល់វ៉ាល់អត់អូលើកទឹកមាត់ទេសម្រាប់ផ្លូវធ្វើដំណើរមានផ្លូវខ្លះងាយស្រួលដើរគឺផ្លូវស្មើត្រង់រហូតទៅប្រហែលជា2-3គីឡូយើងដើរចោតប្រហែល1គីឡូអីហ្នឹងគឺផ្លូវស្មើវិញអញ្ចឹងអត់សូវចោតច្រើនទេហើយតាមផ្លូវហ្នឹងគឺសម្បូរដើមឈើធំស្អាតខ្លាំងមែនទែនប្លែកប៉ុន្តែដល់អាចុងក្រោយនេះក៏រៀងជាតិដែរព្រោះដោយសារតែយើងបានជួបរឿងខ្លះដែលនឹកស្មានអត់ដល់បន្ទាប់ពីជួបរឿងហ្នឹងហើយពួកខ្ញុំគឺស្ងាត់មាត់ឈឹងហ្មងអត់ហ៊ាននិយាយអីទៀតទេហេបងប្អូនឥឡូវដើរមកជួបអាចស្ទិញម្ដងមិនអាចស្ទិញលេងអាចស្ទិញមែនតើជួបរឿងមួយតែនឹកស្មានអត់ដល់ម៉ែដៅជ្រូកអ្នកនរគ្នាដៅជ្រូកធំអូដៅជ្រូកធំសាច់ដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងបន្ទាប់ពីខ្ញុំជួបអាចស្ទិញហើយខ្ញុំមកជួបដៅជ្រូកឡើង2ទៀតហើយមិនមែនតូចធំមានអារម្មណ៍ថាវានៅក្បែរហ្នឹងពួកខ្ញុំភ័យស្ងាត់មាត់ហ្មងមិនភ័យមិនលោកឲ្យដៅជ្រូកព្រៃប៉ុណ្ណាណីមែនធម្មតាស្ងាត់មាត់ទេណានងគ្នាសុតយកឡើងតួក៏ទៅសិនដែរឥឡូវនេះយើងមកដល់ខាងលើហើយប៉ុន្តែខាងនេះមើលថ្ងៃរះតែយើងដេកនៅខាងមើលថ្ងៃលិចនេះក៏យើងអាចបោះតង់អីបានដែរមើលទៅសភាពអូយនៅយូរខែឥឡូវយើងមកដល់ខាងលើមួយទៀតហើយជ្រុងខាងកើតម្ដងហើយយើងក៏អាចបោះតង់ស្នាក់នៅនឹងបានដូចគ្នាកន្លែងបោះតង់កន្លែងស្នាក់នៅកន្លែងនេះគាត់មានធ្វើរោងមួយដែលយើងអាចបោះតង់ស្នាក់នៅហើយកន្លែងនេះច្រាំងដាច់អ្នកទាំងអស់គ្នាកុំទៅក្បែរទៅអីចឹងណាច្រាំងដាច់ពិតជាស្អាតមែនតើបើមានពពកយើងនឹងនៅលើពពកមកឲ្យខ្ពស់ខ្លាំងណាស់អ្នកទាំងអស់គ្នាប៉ុន្តែយើងអត់គេងនៅហ្នឹងទេយើងទៅគេងនៅខ្ពស់ជាងហ្នឹងទៀតចាំមើលតែកន្លែងយើងគេងបែបមិនខ្លះភាពនៅហ្នឹងយើងប្លែកមែនតើគឺយើងអត់ស្ទើរដែរឃើញតែភាពបែបដុំថ្មធំខ្ពស់ច្រើនអីចឹងទេហើយយើងដើរពីខ្លះឡើងតាមលើថ្មពីខ្លះឡើងតាមក្រោមណាអ្នកទាំងអស់គ្នាជឿត្រូវតាមណាគេយើងឡើងលើថ្មហ្នឹងព្រះហ្នឹងហើយម៉ែហើយឡើងតាមណាមើលឡើងចោលដល់បងប្អូនឡើងត្រង់ហើយថ្មនេះយ៉ាងដាច់ទៀត
ព្រះឡងមែនតើរួចអត់ឯនេះឡងចោតហ្មងណាបងនេះមិនចេះដើរលេចឈើយើងយកមកទុបឲ្យដាក់ឡើងណាគាត់ចងខ្សែគាត់អីខ្លះនេះឥឡូវហ្នឹងយើងត្រូវឡើងទៅស្នាក់នៅលើហ្នឹងហ្មងអ្នកទាំងអស់គ្នាខ្ញុំ excited ខ្លាំងមែនតើអត់ដែរដឹងថាកន្លែងគេងមួយយើងត្រូវឡើងទៅលើថ្មចុងក្រោយគេដើម្បីឡើងទៅដេកហើយអត់ចោតត្រង់ចេះចាំឲ្យខ្ញុំឡើងទៅឡើងរួចអត់ទេខ្ញុំជឿថាកន្លែងនេះពិតជាថ្មីខ្លាំងមែនតើសម្រាប់អ្នកដែលចូលចិត្តដើរព្រៃឡើងភ្នំអីហ្នឹងគឺបានរសជាតិថ្មីហើយពិសេសមែនតើជាពិសេសគឺការស្នាក់នៅលើភ្នំហ្នឹងហ្មងអូខេឥឡូវយើងមកដល់ខាងលើអ្នកទាំងអស់គ្នាសភាពយើងវិថា360ដឺក្រេមើលបាន4ជ្រុងហ្មងអ្នកទាំងអស់គ្នាជុំវិញហ្មងអូស្អាតខ្លាំងមែនតើអានេះកន្លែងខ្ពស់ជាងគេនៅតំបន់ហ្នឹងហើយឃើញអ្នកទាំងអស់គ្នាឃើញឡើងថ្មមកនៅខាងលើកន្លែងដែលយើងគេងនេះគឺអត់មានទឹកប្រើប្រាស់ទេអ្នកទាំងអស់គ្នាតែខ្ញុំក៏បានប្រាប់ខាងសហគមន៍ពីវិធីដាក់តង់ត្រង់ទឹកពេលមេឃភ្លៀងដើម្បីឲ្យមានទឹកប្រើប្រាស់ប៉ុន្តែនៅខាងក្រោមភ្នំហ្នឹងគឺមានទឹកមួយថ្លុកធ្វើឲ្យយើងអាចប្រើប្រាស់គ្រប់គ្រាន់ដែរបើមិនជាយើងចាំបាច់យើងអាចចុះទៅដួសបានតែវិធីដែលល្អបំផុតគឺអ្នកទាំងអស់គ្នាត្រូវដាក់ទឹកទៅឲ្យច្រើនប្រើឲ្យគ្រប់គ្រាន់កុំឲ្យខ្វះខាតហើយនៅលើហ្នឹងគឺមានចំណុចពិសេសមួយគឺមានសេវាទូរស័ព្ទអ្នកទាំងអស់គ្នា Smart ក៏មាន97ក៏មានអ៊ីនធឺណិត 4G ពេញបឹបតែម្ដងចង់ញ៉ាំមាន់អាំងចង់ញ៉ាំមាន់អាំងតែមាន់អាំងនៅលើភ្នំចែមាន់អាំងនៅលើភ្នំចែជាមួយនឹងទេសភាពជុំវិញ160ដឺក្រេអ្នកទាំងអស់គ្នា160ដឺក្រេដោយសារតែវីដេអូនេះវែងពេកខ្ញុំនឹងធ្វើចេញជា2ភាគនេះគឺជាភាគ1សម្រាប់ភាគ2ខ្ញុំនឹងប្រាប់ព័ត៌មានលម្អិតពីខាងលើភ្នំនឹងបន្ថែមទៀតជាពិសេសគឺរឿងរ៉ាវនៅខាងលើភ្នំហ្នឹងអញ្ចឹងកុំភ្លេចចុច follow page ខ្ញុំដើម្បីបានវីដេអូថ្មីភាគ2អរគុណច្រើនជម្រាបលាជួបគ្នានៅភាគ2វីដេអូឆាប់ៗនេះ